មនាលកហបនៃមុតអាចារ្យជាទឹកខាងត្បូងសិស្សត្រូវប្រតិបត្តិដោយស្ថាន5យ៉ាងគឺដោយការក្រោកឡើងទទួលមួយដោយការគាល់បំរើមួយដោយការជឿស្ដាប់ឱវាទមួយដោយការបំរើតូចមានឲ្យទឹកលុបមុខនិងឈើស្ទន់ជាដើមមួយដោយការរៀនសិលសាស្ត្រដោយគោរពមួយមនាលកហបនៃមុតអាចារ្យជាទឹកខាងត្បូងដែលសិស្សប្រតិបត្តិដោយស្ថាន5យ៉ាងនេះឯងហើយរមែងអនុគ្រោះសិស្សដោយស្ថាន5យ៉ាងវិញគឺដឹកនាំល្អមួយឲ្យរៀនល្អមួយព្រៀនប្រដៅសិស្សឲ្យចេះត្រឹមត្រូវក្នុងសិលសាស្ត្រសពគ្រប់មួយតែងលើកដំកើងក្នុងទីប្រជុំមិត្តអាមាត្យមួយធ្វើសេចក្តីការពារក្នុងទឹកទាំងឡាយមួយមនាលកហបដីមុតពួកអាចារ្យជាទឹកខាងត្បូងដែលសិស្សប្រតិបត្តិដោយស្ថាន5យ៉ាងនេះឯងហើយរមែងអនុគ្រោះសិស្សដោយស្ថាន5យ៉ាងនេះទឹកខាងត្បូងនោះដែលសិស្សបានបិទបាំងហើយជាទឹកមានសេចក្តីក្សេមឥតមានភ័យយន្តរាយយ៉ាងនេះអធិប្បាយសេចក្តីសិស្សត្រូវប្រតិបត្តិអាចារ្យដោយស្ថាន5យ៉ាងទី1ឧទ្ធានេនៈដែលការក្រោកឡើងទទួលសេចក្តីថាក្រោកឡើងចាក់ទីអង្គុយពិតមែនសិស្សឃើញគ្រូអាចារ្យមកអំពីចម្ងាយក្រោកចាក់ទីអង្គុយធ្វើការក្រោកទទួលហើយទទួលរបស់របរពីដៃក្រាលអាសនៈឲ្យគ្រូអាចារ្យអង្គុយហើយក៏បីធ្វើការបក់លាងជើងច្របាច់ជើងទាំងឡាយព្រះអង្គទ្រង់សម្ដៅយកសេចក្តីនេះទើបត្រាស់ថាឧទ្ធានេនៈដោយការក្រោកឡើងទទួលទី2ឧបធានេនៈដោយការគាល់បម្រើសេចក្តីថាដោយការចូលទៅបម្រើមួយថ្ងៃ3ដងប៉ុន្តែគួរទៅក្នុងការរៀនសិលសាស្ត្រទី3សុសសាយៈដោយការជឿស្ដាប់ឱវាទដោយសេចក្តីថាសិស្សការមិនជឿស្ដាប់ឱវាទរមែងមិនបាននៅគុណវិសេសទី4បរិច្ចារិយាយៈដោយការបម្រើតូចដោយសេចក្តីថាសិស្សគួរក្រោកឡើងតាំងអំពីព្រឹកព្រលឹមឲ្យទឹកលុបមុខឈើស្ទន់ដល់គ្រូអាចារ្យសូម្បីក្នុងពេលលាបរិភោគអាហារក៏បីកាន់យកទឹកផឹកទៅឲ្យធ្វើការទទួលរៀបចំទុកដាក់ជាដើមស្រេចហើយថ្វាយបង្គំរួចជិះចេញទៅក៏បីជំរះសម្ពុតដែលប្រឡាក់សៅមងជាដើមគួរតាំងទឹកងូតក្នុងពេលល្ងាចគួរបដ្ឋៈក្នុងវេលាដែលលោកមិនសប្បាយសូម្បីបព្វជិតក៏គួរធ្វើអន្តេវាសិកវត្តគ្រប់យ៉ាងព្រះអង្គទ្រង់សម្ដែងយកសេចក្តីនេះទើបត្រាស់ថាបរិច្ចារិយាយៈដោយការបម្រើតូចទី5សកច្ចੰសបាំងប្រកហនេនៈដោយការរៀនសិលសាស្ត្រដោយគោរពដោយសេចក្តីថាការរៀនបន្តិចបន្តួចហើយធ្វើការស្វាធ្យាច្រើនសូម្បីមួយបទក៏បីរៀនឲ្យដឹងច្បាស់ក៏ឈ្មោះថាការរៀនដោយគោរពសិស្សដែលប្រតិបត្តិគ្រូអាចារ្យដោយស្ថាន5យ៉ាងនេះហើយគ្រូអាចារ្យរមែងអនុគ្រោះសិស្សដោយស្ថាន5យ៉ាងវិញទី1សូវិនីតាំងវិនេនតេដឹកនាំល្អដោយសេចក្តីថាអាចារ្យទាំងឡាយរមែងញ៉ាំងសិស្សឲ្យសិក្សាគឺណែនាំមេរយាទយ៉ាងនេះថាលោកគួរអង្គុយយ៉ាងនេះគួរឈរយ៉ាងនេះគួរទំពាយ៉ាងនេះគួរបរិភោគយ៉ាងនេះគួរវាចាក់បាបមិត្តគួរសែបគប់កល្យាណមិត្តដូចនេះជាដើមទី2សុខហេតាំងគាហាបេនតេឲ្យរៀនល្អដោយសេចក្តីថាអាចារ្យទាំងឡាយជំរះអត្តនិងជញ្ញៈឲ្យច្បាស់លាស់បង្ហាញប្រយោគឲ្យសិស្សរៀនដោយអាការៈដែលសិស្សនឹងរៀនបានល្អទី3សព្ពសពេសុតាំងសមក្ខាយិណោភវន្តេព្រៀនបណ្ដៅសិស្សឲ្យចេះត្រឹមត្រូវក្នុងសិលសាស្ត្រសពគ្រប់ទី4មត្តាមច្ឆេសុបរិវេទេនតេតែងលើកដំកើងក្នុងទីប្រជុំមិត្តអាមាត្យដោយសេចក្តីថាអាចារ្យទាំងឡាយពោលដល់គុណរបស់សិស្សយ៉ាងនេះថាសិស្សរបស់យើងម្នាក់នេះឆ្លាតជាពហុសូត្រប្រហាក់ប្រហែលគ្នានឹងយើងពួកលោកក៏បីជឿជាក់សិស្សនេះពោលឲ្យសិស្សប្រកបក្នុងពពួកមិត្តទាំងឡាយទី5ទិសាសោប្រតានੰក្រន្តេធ្វើសេចក្តីការពារក្នុងទិសទាំងឡាយដោយសេចក្តីថាអាចារ្យរមែងធ្វើការការពារសិស្សក្នុងទិសទាំងពួងដោយឲ្យសិក្សាសិល្បៈលៀបសក្ការៈនោះកើតឡើងឈ្មោះថាអាចារ្យធ្វើឲ្យមហាជនសំបីការនឹងពោលដល់គុណរបស់សិស្សនោះរមែងពោលដល់គុណរបស់អាចារ្យមុនដោយពិតថាសិស្សរបស់លោកនេះជាសិស្សដែលលាងជើងអាចារ្យឲ្យដូច្នេះលៀបកើតឡើងដល់សិស្សនោះសំបីប្រមាណដល់ព្រហ្មលោកក៏ជារបស់អាចារ្យនោះឯងម្យ៉ាងទៀតចៅទាំងឡាយក្នុងព្រៃរមែងមិនឃើញអាមនុស្សក្តីពស់ជាដើមក្តីរមែងមិនបៀតបៀនសិស្សណាម្នាក់អ្នកបានវិជ្ជាដើរទៅអាចារ្យសំបីឲ្យសិស្សម្នាក់នោះសិក្សាក៏ឈ្មោះថារមែងធ្វើសេចក្តីការពារក្នុងទិសទាំងឡាយ
អាចារ្យទាំងឡាយសូម្បីលើកសរសើរយ៉ាងនេះថាសិស្សរបស់យើងនៅក្នុងទិសនេះមិនមានផ្សេងគ្នាក្នុងសិល្បៈរបស់យើងពួកលោកចូលទៅសាកសួរសិស្សនោះចុះសូម្បីមនុស្សអ្នកកើតសេចក្តីសង្ស័យពីទិសដែលសិស្សនោះទៅហើយមករកខ្លួនក៏ឈ្មោះថារមែងធ្វើការការពារព្រោះលៀបសក្ការៈកើតឡើងដល់សិស្សក្នុងទីនោះអធិប្បាយថារមែងធ្វើឲ្យជាទីពឹងកិច្ច5យ៉ាងដែលកូនសិស្សត្រូវប្រតិបត្តិជាមួយគ្រូអាចារ្យកិច្ច5យ៉ាងដែលគ្រូអាចារ្យត្រូវអនុគ្រោះដល់កូនសិស្សទាំងឡាយវិញព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងហើយដោយប្រការយ៉ាងនេះ